ก็សូមស្វាគមន៍មកកាន់ Channel ផ្នត់គំនិតនឹងលុយធានបទរបស់យើងថ្ងៃនេះគឺយើងនឹងនិយាយអំពីការយល់ឃើញរបស់លោក Elon Musk ទាក់ទងទៅនឹងរឿងលុយកាក់តែបើចឹងដូចយើងបានដឹងហើយថាលុយគឺជារបស់ម្យ៉ាងដែលមនុស្សទូទាំងពិភពលោកត្រូវការហើយវាជួយមនុស្សឲ្យមានទំនុកចិត្តនៅក្នុងការធ្វើអ្វីមួយនិងទទួលបានអ្វីដែលគេត្រូវការប៉ុន្តែតើអ្នកជឿទេថាប្រសិនបើខ្ញុំប្រាប់ថាអ្នកមានជាងគេលើពិភពលោកគាត់បែរជាមិនខ្វល់ពីវាទៅវិញខាងក្រោមនេះគឺជាអ្វីដែលលោក Elon Musk មហាសេដ្ឋីបច្ចេកវិទ្យានិងជាស្ថាបនិកក្រុមហ៊ុន Tesla ហើយនិង SpaceX បាននិយាយអំពីលុយហើយផ្នត់គំនិតរបស់គាត់ក៏អាចនឹងផ្លាស់ប្ដូរទស្សនៈរបស់អ្នកមួយចំនួនអំពីរឿងលុយនេះផងដែរលោក Elon Musk ធ្លាប់បាននិយាយថាខ្ញុំមិនមានអ្វីប្រឆាំងនឹងលុយទេប៉ុន្តែលុយមិនមែនជាគោលដៅក្នុងជីវិតខ្ញុំទេគាត់បានលក់អគារអចលនទ្រព្យដែលមានតម្លៃ$17 លានរបស់គាត់ហើយនឹងទ្រព្យសម្បត្តិមួយចំនួនទៀតព្រោះគាត់យល់ថាទ្រព្យសម្បត្តិទាំងនោះធ្វើឲ្យគាត់គ្មានអារម្មណ៍ផ្ដោតបានគ្រប់គ្រាន់នៅក្នុងការធ្វើការងាររបស់គាត់ហើយគាត់ក៏បាននិយាយថាអ្វីដែលសំខាន់បំផុតសម្រាប់គាត់នោះគឺត្រូវធ្វើបែបណាដើម្បីអាចកសាងប្រយោជន៍សម្រាប់មនុស្សជាតិនិងធ្វើឲ្យពិភពលោកមានការផ្លាស់ប្ដូរវិវត្តល្អជាងមុនលុយមិនមែនជាគោលដៅទេតែវាជាឧបករណ៍សម្រាប់ជំរុញគាត់ឲ្យដល់គោលដៅ Elon Musk មិនប្រឹងរត់តាមភាពលោឆាយក្នុងជីវិតគឺគាត់ដេញតាមតែគោលបំណងខាងដើមរបស់គាត់តែប៉ុណ្ណោះហើយនោះគឺជាអ្វីដែលធ្វើឲ្យគាត់មានទ្រព្យសម្បត្តិពិតប្រាកដព្រោះនៅពេលដែលមនុស្សយើងឈប់ធ្វើការគ្រាន់តែដើម្បីលុយហើយចាប់ផ្ដើមធ្វើការដើម្បីប្រយោជន៍របស់មនុស្សជាតិនោះលុយនឹងរត់តាមគេដោយឯងត្រឡប់ទៅឆ្នាំ2008បន្ទាប់ពីលក់ PayPal បានលុយប្រហែលជា$180 លានElon Musk មិនបានយកលុយនោះមកសោយសុខសនុកសុខស្រួលអីទេអត់ទេប៉ុន្តែផ្ទុយទៅវិញគាត់បានយកលុយនោះស្ទើរតែទាំងអស់ទៅវិនិយោគនៅក្នុងក្រុមហ៊ុន SpaceX ហើយនិង Tesla គាត់បានបន្ថយគ្រប់យ៉ាងនៅក្នុងការធ្វើការងារឲ្យក្រុមហ៊ុនរបស់គាត់នឹងដំណើរការវិវត្តទៅមុខដែលការនោះស្ទើរតែនឹងខ្សែធនម្ដងទៅហើយរហូតដល់មានពេលមួយគាត់ត្រូវខ្ចីលុយមិត្តភ័ក្តិដើម្បីបង់ថ្លៃផ្ទះជួលទៀតផងមនុស្សភាគច្រើនគិតថាគេនឹងខ្លាចជាអ្នកមានហើយបន្ទាប់ពីខ្លាចជាអ្នកមានហើយនោះអ្វីដែលគេចង់បានថែមទៀតហ្នឹងគឺមនុស្សគ្រប់គ្នានៅជុំវិញខ្លួនហ្នឹងនឹងយល់ស្របតាមគេប៉ុន្តែ Elon Musk យល់ថាបើសិនបើអ្នកយល់ថាមានអ្វីមួយដែលមានប្រយោជន៍បើទោះបីជាមនុស្សជាច្រើនមនុស្សផ្សេងទៀតប្រឆាំងនឹងអ្នកក៏ដោយអ្នកគួរតែហ៊ានសម្រេចចិត្តធ្វើវាការខ្លាចជាអ្នកមានឬមហាសេដ្ឋីមិនធ្វើឲ្យ Elon Musk សប្បាយចិត្តដោយដែលគាត់បានកសាងអ្វីដែលមានសារៈសំខាន់សម្រាប់មនុស្សជាតិនោះទេបើទោះបីជាគាត់បានខ្លាចជាមហាសេដ្ឋីពិភពលោកហើយក៏ដោយ Elon Musk មិនបានប្រើជីវិតលោឆាយសមនឹងលុយដែលគាត់កំពុងតែមាននៅក្នុងដៃនោះទេជារឿយៗគេឃើញគាត់ស្លៀកពាក់ធម្មតាទូទៅដូចគេដូចឯងហើយនឹងរស់នៅក្នុងផ្ទះតូចមួយដែលមានតម្លៃខ្ទង់$50,000តែប៉ុណ្ណោះនៅជិតក្រុមហ៊ុន SpaceX របស់គាត់ក្នុងរដ្ឋ Texas ហើយគាត់យល់ថាការសាមញ្ញទាំងអស់ហ្នឹងគឺវាបានជួយសម្រួលឲ្យគាត់នៅក្នុងការផ្ដោតអារម្មណ៍នៅក្នុងការធ្វើការងាររបស់គាត់ជាងលុយប្រៀបដូចជាអុកស៊ីសែនចឹងវាចាំបាច់ប៉ុន្តែមិនមែនជាហេតុផលដែលធ្វើឲ្យ Elon Musk ត្រូវភ្ញាក់ពីគេងជាមួយនឹងក្តីសង្ឃឹមជារៀងរាល់ថ្ងៃទេបេសកកម្មរបស់គាត់គឺធ្វើម៉េចជំរុញឲ្យមនុស្សជាតិទៅមុខមិនថាតាមរយៈរថយន្តអគ្គិសនីឬក៏បេសកកម្មឆ្លងភពអីជាដើម
ដូច្នេះអ្វីដែលយើងរៀនបានពី Elon Musk នោះគឺកុំធ្វើជាទេសកលនៃលុយតែត្រូវធ្វើជាម្ចាស់របស់វានិងវិនិយោគលើគោលបំណងស្នូលរបស់ខ្លួនដែលផ្ដល់ប្រយោជន៍ដល់មនុស្សជាតិហើយលុយនឹងដេញតាមអ្នកសូមចាប់ផ្ដើមសង្កេតចំណង់ចំណូលចិត្តរបស់អ្នកពីពេលនេះទៅរួចចាប់ផ្ដើមកសាងអ្វីដែលជាដំណោះស្រាយទៅកាន់អ្នកដទៃហើយស្របពេលជាមួយគ្នានោះក៏ត្រូវហ៊ានទទួលយកហានិភ័យយ៉ាងក្លាហានផងដែរព្រោះថាគ្មានអ្វីបានមកដោយស្រួលដោយគ្មានឧបសគ្គនោះទេតែអ្នកយល់ស្របនឹងការលើកឡើងខាងលើនេះឬទេសូម comment ខាងក្រោមហើយបើសិនបើពេញចិត្តសូមជួយចុច like ហើយនិង subscribe ដើម្បីទទួលបានមាតិកាថ្មីៗបន្ថែមទៀតសូមអរគុណ